កុំឲ្យចិត្តល្អคล้ายជាកន្លែងប្រចាំការមានចិត្តល្អគឺជាគុណធម៌របស់មនុស្សជាតិដែលមិនអាចកាត់ថ្លៃបានប៉ុន្តែចិត្តល្អដែលគ្មានព្រំដែនគឺជាការបំផ្លាញតម្លៃខ្លួនឯងដ៏គ្រោះថ្នាក់បំផុតកុំចិត្តល្អនឹងជួយអ្នកដទៃរហូតคล้ายខ្លួនជាកន្លែងប្រចាំសម្រាប់គេមកស្រង់យកផលប្រយោជន៍អសោះព្រោះនៅពេលដែលយើងងាយស្រួលពេកគេនឹងឈប់មើលឃើញតម្លៃទឹកចិត្តរបស់យើងហើយគេនឹងចាប់ផ្ដើមមើលឃើញថាវាគឺជាកាតព្វកិច្ចដែលយើងត្រូវតែធ្វើទៅវិញនៅពេលដែលយើងคล้ายជារបស់ធ្លាប់ដៃរបស់អ្នកដទៃតម្លៃរបស់យើងនឹងត្រូវធ្លាក់ចុះកុំថាឡើយទៅដល់ការតបស្នងសូម្បីតែពាក្យអរគុណមួយម៉ាត់ក៏គេអាចនឹងភ្លេចនិយាយដែរព្រោះគេគិតថាវាជារឿងធម្មតាដែលយើងត្រូវតែធ្វើដើម្បីគេមនុស្សដែលមករកយើងនៅពេលដែលមានអាសន្នមិនមែនជាមនុស្សដែលយើងត្រូវតែជួយរហូតខាតបង់ខ្លួនឯងនោះទេរៀនបដិសេធខ្លះដើម្បីឲ្យគេដឹងថាចិត្តល្អរបស់យើងគឺមានតម្លៃមិនមែនជារបស់សម្រាប់បោះចោលទៅតាមចិត្តនោះទេចិត្តល្អចំពោះមនុស្សដែលស្គាល់តម្លៃនៃសេចក្តីល្អរបស់យើងបើជួយគេហើយគេកាន់តែមើលងាយយកចិត្តល្អនោះមកជួយខ្លួនឯងវិញប្រសើរជាង